តើអ្នកដឹងទេថាអ្នកអាចបន្តពូជល្ហុងដោយប្រើបច្ចេកទេសផ្សាំដ៏ឆ្លាតវៃជំនួសឲ្យការដាំវាពីគ្រាប់តែមួយមុខបានវិធីសាស្ត្រផ្សាំល្ហុងនេះគឺជាវិធីសាស្ត្រងាយស្រួលនិងមានប្រសិទ្ធភាពដើម្បីបង្កើតបានរុក្ខជាតិកាន់តែរឹងមាំជាមួយគុណភាពផ្លែឈើកាន់តែល្អនៅក្នុងដំណើរការនេះដើមល្ហុងដែលមានសុខភាពល្អមួយត្រូវបានកាត់ឲ្យដាច់ស្អាតនៅផ្នែកខាងលើដើម្បីបង្ហាញជាលេខការស្រស់បន្ទាប់មកកូនមែកល្ហុងខ្ចីពណ៌បៃតងជាច្រើនត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នហើយបញ្ចូលទៅក្នុងផ្ទៃដែលកាត់ការប្រើប្រាស់មែកពន្លកច្រើនបង្កើនឱកាសជោគជ័យនិងជំរុញឲ្យមានការលូតលាស់លឿននិងខ្លាំងក្លាជាងមុននៅពេលដែលមែកពន្លកត្រូវបានដាក់បញ្ចូលហើយកន្លែងផ្សាំត្រូវបានរុំយ៉ាងណែនជាមួយថង់ប្លាស្ទិកថ្លាការរុំនេះដើរតួនាទីយ៉ាងសំខាន់វាជួយរក្សាសំណើមនៅខាងក្នុងការពារមុខរបួសស្រស់ពីការឆ្លងមេរោគនិងជួយឲ្យជាលិការុក្ខជាតិភ្ជាប់គ្នាបានត្រឹមត្រូវការផ្សាំល្ហុងមានប្រយោជន៍ជាពិសេសសម្រាប់ការរក្សាលក្ខណៈសម្បត្តិដែលចង់បានដូចជាពូជដែលផ្ដល់ទិន្នផលខ្ពស់ភាពធន់នឹងជំងឺឬផ្លែឈើដែលមានរសជាតិឆ្ងាញ់ជាងមុនក្រោយពីការផ្សាំរុក្ខជាតិគួរតែត្រូវបានរក្សាទុកនៅក្នុងបរិយាកាសកក់ក្ដៅនិងមានសំណើមជាមួយពន្លឺព្រះអាទិត្យដោយប្រយោលជាមួយនឹងការថែទាំត្រឹមត្រូវនិងការអត់ធ្មត់មែកពន្លកដែលផ្សាំនឹងចាប់ផ្ដើមលូតលាស់បង្កើតបានជាដើមល្ហុងដែលមានសុខភាពល្អដែលត្រៀមខ្លួនរីកលូតលាស់និងបង្កើតផ្លែបានលឿនជាងមុន